នេះគឺជាផ្ទាំងទស្សនីយភាពមួយដែលបង្ហាញអំពីសកម្មភាពពុទ្ធបរិស័ទចំណុះជើងវត្តសិរីមង្គលសាគរបារាយផងយើងកំពុងតែកសាងនៅព្រះពុទ្ធបដិមាបរិនិព្វានប្រវែង108 ម៉ែត្រហើយនេះគឺជាទិដ្ឋភាពទាំងស្រុងដែលប្រជាមិត្តពុទ្ធបរិស័ទចំណុះជើងវត្តបានមកជួយណាបានមកជួយចាក់ពិដានណាចាក់ពិដានអញ្ចឹងវត្តយើងកន្លះខែគឺយើងចាក់ពិដានម្ដងដោយសារប្រវែងនៃសំណង់របស់យើងវែងពេកអញ្ចឹងពុំមានកម្លាំងគ្រប់គ្រាន់ក្នុងការចាក់ហើយមានពុទ្ធបរិស័ទមួយចំនួនតែងតែយល់ថាចុះចាក់សំណង់ធំអញ្ចឹងមិនជួលឡានគេបូមថាព្រះឧបជារបស់ផងយើងព្រះអង្គក៏បានទៅធ្វើកុងត្រាជាមួយក្រុមហ៊ុនដែរប៉ុន្តែដោយសារផ្លូវដែលរត់ចូលមកកាន់វត្តមានចង្អៀតហើយណាមួយស្ពានដែលឆ្លងរាល់ផ្លូវនីមួយហ្នឹងនេះពេកវាមិនគ្រប់កម្លាំងក្នុងការទ្រទម្ងន់នៃឡានបូមបេតុងដូច្នោះហើយបានជាក្រុមហ៊ុនគេមិនអាចណាចុះកុងត្រាជាមួយវត្តបានទេអញ្ចឹងទេយើងមានតែសម្រេចចិត្តក្នុងការចាក់ដាយដោយផ្ទាល់ណាមានដោយដែលញាតិញោមបានឃើញស្រាប់គឺមានពុទ្ធបរិស័ទដែលមកជួយចាក់ហើយការចាក់នៅថ្ងៃនេះទៀតសោតគឺជាថ្ងៃទី3ដែរហើយដែលយើងចាក់តាំងពីថ្ងៃសៅរ៍ថ្ងៃអាទិត្យនិងចូលមកដល់ថ្ងៃច័ន្ទគឺជាថ្ងៃចុងក្រោយនេះឯងអញ្ចឹងដោយដែលឃើញសកម្មភាពដោយសារពីថ្ងៃអាទិត្យមានពុទ្ធបរិស័ទនានាវត្តមកជួយចាក់ខ្លះដែរប៉ុន្តែសកម្មភាពក្នុងការចាក់យើងវារៀងផ្លូវឆ្ងាយផងហើយការធ្វើដាយនេះផងធ្វើឲ្យការងាររបស់យើងនឹងយឺតយ៉ាវមិនអាចហើយភ្លាមបានអញ្ចឹងទេយើងទាញបន្លាយពេលវេលាក៏ដូចជានឹងទាញបន្លាយនៅការងារហ្នឹងរហូតទៅដល់ថ្ងៃច័ន្ទនិយាយរួមមកគឺយើងចាក់គម្រប់3ថ្ងៃទៅហើយបានស្រេចដោយអ្វីដែលខ្ញុំគណៈអាត្មាភាពបានបង្ហាញនៅទស្សនីយភាពឲ្យញាតិញោមបានឃើញនេះឯងអញ្ចឹងពុទ្ធបរិស័ទគាត់ក៏មានសទ្ធាក្នុងការជួយក្នុងការជួយកសាងជាញឹកញាប់ដែរបើតាមតែខ្ញុំគណៈអាត្មាភាពបានដឹងមកគឺថាពុទ្ធបរិស័ទចំណុះជើងវត្តយើងមានការចូលរួមយ៉ាងសកម្មក្នុងការងារនីមួយនិយាយរួមដោយឡែកគឺការកសាងក្នុងវត្តសិរីមង្គលសាគរបារាយផងយើងនេះឯងមានពុទ្ធបរិស័ទចូលរួមចឹងមានពុទ្ធបរិស័ទវៀតណាមក៏គាត់ជួយខ្នះខ្នែងខ្លះចូលរួមដើម្បីកសាងនៅសមិទ្ធិនេះនៅក្នុងវត្តសិរីមង្គលសាគរបារាយរបស់ផងយើងនេះចឹងការងារយើងនេះវាចិត្តតែតោបន្លាយដោយដែលខ្ញុំគណៈអាត្មាភាពបញ្ជាក់ពីខាងដើមហើយថាវត្តយើងគឺថារកកន្លះខែគឺយើងចាក់ម្ដងហើយក្នុងការចាក់ម្ដងនឹងវាមាន5ប្រឡោះគឺហៅថា5ល្វែងមួយល្វែងមួយជួរហ្នឹងគឺមានចំនួន5ប្រឡោះហើយបើ5ល្វែងវាមាន15ប្រឡោះអញ្ចឹងទេទំហំនៃទាំង108 ម៉ែត្ររបស់យើងបើគិតជាសាច់បេតុងផ្ទាល់គឺថាបណ្ដោយ110ម៉ែត្រទៅតឹងគឺមាន20 ម៉ែត្រប៉ុន្តែតួសាច់ដែលយើងតម្រូវត្រូវធ្វើព្រះពុទ្ធបដិមាបរិនិព្វានហ្នឹងគឺមានចំនួនតែ18 ម៉ែត្រទេយើងទុក1 ម៉ែត្រ 1 ម៉ែត្រទៅមុខបណ្ណាទុកបន្សំ1 ម៉ែត្រ 1 ម៉ែត្រខាងមុខនិងខាងក្រោយដូចដែលយើងបានឃើញនេះឯងអញ្ចឹងរកសមិទ្ធិនេះសុទ្ធសឹងតែពឹងទៅលើសទ្ធាជ្រះថ្លារបស់ប្រជាពុទ្ធបរិស័ទទាំងក្នុងនិងក្រៅប្រទេសជួយទំនុកបំរុងក៏ដូចជាចូលរួមនៅការសាងសង់ខ្លះណាមិនត្រឹមតែបងប្អូនប្រជាមិត្តពុទ្ធបរិស័ទខ្មែរយើងទេទាំងវៀតណាមក៏ដោយក៏គេចូលរួមចំណែកក្នុងការកសាង
នេះផងដែរហើយបើសិនជាពុទ្ធបរិស័ទណាពុំមានលទ្ធភាពក្នុងការចំណាយលុយប្រាក់ថវិកាក្នុងការកសាងទេគេក៏បានមកចូលវត្តជួយជាកម្លាំងពលកម្មខ្លះឆ្លើយតបទៅនឹងតម្រូវការរបស់វត្តអារាមដែលត្រូវកសាងនេះឯងដោយសារនៅតំបន់ចំណុះជើងវត្តយើងនេះគឺថាមានពុទ្ធបរិស័ទតិចតួចមែនតែនបើសរុបស្ថិតិទៅនឹងពុទ្ធបរិស័ទដែលស្ថិតនៅក្នុងចំណុះជើងវត្តបារាយណ៍ផងយើងនេះបើរាប់ទាំងឡាយវៀតណាមខ្មែរនឹងឡាយគ្នានឹងបើរាប់ទៅប្រហែលជាបើយើងរាប់ទៅប្រហែលជា300គ្រួសារទេហើយអានេះក៏គិតស្ថិតិរួមតាហើយបើយើងគិតអំពីអ្នកដែលមានសទ្ធាស្មោះសរដូចជាជួយវត្តមែនតែនគឺមានប្រហែលតិចតួចតែប៉ុណ្ណោះហើយស្ថានភាពក៏ដូចជាស្ថានភាពក្នុងសង្គមគ្រួសារនីមួយៗហ្នឹងក៏មិនសុទ្ធសឹងតែនៅសុទ្ធសឹងតែមិនមែនតែជាអ្នកធូបូឬថាកកបរាល់គ្រួសារទេតែងតែមានរស់នៅខ្លះក៏មានបានទៅខ្លះក៏ក្រខ្សត់អីអញ្ចឹងផងដែរប៉ុន្តែធ្វើម៉េចឲ្យតែវត្តនីមួយៗហ្នឹងគឺសុទ្ធសឹងតែយកការកសាងជាចម្បងទៅហើយអញ្ចឹងមិនថាដោយឡែកតែវត្តបារាយណ៍ទេសូម្បីតែនានាវត្តហ្នឹងក៏មានការកសាងដែរគ្រាន់តែប្លែកគ្នាថាមួយកសាងធំឬមួយកសាងតូចតែប៉ុណ្ណោះនេះគឺជាទស្សនវិជ្ជាទាំងស្រុងដែលពុទ្ធបរិស័ទផងយើងក៏ខ្នះខ្នែងក្នុងការជួយហើយវីដេអូមានតែប្រមាណប៉ុណ្ណេះរាល់ការអធិប្បាយមានការលុបខ្វះខាតឯណាសូមញាតិញោមស្ដាប់ហើយជួយខន្តីអភ័យទោសដល់ខ្ញុំកណាថ្មពិផងសូមអរគុណ